so ខ្ញុំលែងជឿផលរបស់ឆ្នាំវិញយេមែននិយាយទៅអត់ជឿផលរបស់ទាំងអស់គ្នាហ្មងទាំងអ៊ីស្រាអែលទាំងអ៊ីរ៉ង់អ្នកទាំងអស់នេះកុំសូវប្រកាន់ណា timeline រៀងយ៉ាប់បន្តិចមិនដឹងអាណាមុនអាណាក្រោយទេទៅតែមិញនេះ Trump announce ថា ceasefire គឺ in effect ហើយអញ្ចឹងកុំឲ្យវាយគ្នា so អត់មានគេអាចវាយគ្នាបានទេតែប្រហែលជា4ម៉ោងមុននៅខាងអ៊ីរ៉ង់បានប្រាប់ថាអត់ដែរ agree អត់ដែរយល់ព្រមជាមួយនឹង ceasefire អីទេហើយ Trump គឺផលទេហើយ Trump នៅឆ្លៀតយក credit ទេណាថាសន្តិភាពនឹងគឺបានមកពី B2 pilots ដែលតម្លាក់ក៏បែកនៅលើអ៊ីរ៉ង់អញ្ចឹងទៅបានយើងមានសន្តិភាព like what how does this make sense why are you taking credit ប៉ុន្តែអញ្ចឹងខ្ញុំមិនដឹងថាមុនឬក៏ក្រោយ ceasefire ទេប៉ុន្តែទើបតែភ្លាមហ្នឹងអ៊ីរ៉ង់បានចេញ missile ទៅដើម្បីផ្ទុះនៅអ៊ីស្រាអែលអញ្ចឹងទៅអាការផ្ទុះហ្នឹងគឺធ្វើឲ្យនេះបាត់បង់ជីវិតមួយចំនួនដែរ3នាក់ដែរហើយត្រូវរបួសច្រើនហើយខ្ទេចខ្ទីច្រើនអញ្ចឹងហើយចំពេលកំពុងតែ ceasefire ហ្នឹងទៀតអញ្ចឹងមិនដឹងជាធ្វើឲ្យបែកបាក់ ceasefire ហ្នឹងឬក៏អត់ទេ so មានការទៅចែកគ្នាឬក៏អត់ទេចឹងមកដូចខ្ញុំនិយាយដំបូងខ្ញុំអត់ជឿ source information មកពីណាទេមកពីឥឡូវពិតជាញ៉ៃញ៉ៃខ្លាំងមែនតើ like អ្នកខ្លះគេនិយាយថាអញ្ចេះដល់ពេល Trump ឮថា ceasefire ដល់ពេលអ៊ីស្រាអែលអត់ព្រមទទួលសោះប៉ុន្តែវាយទៅអ៊ីរ៉ង់វិញអ៊ីរ៉ង់ថាបើសិនជាជប់វាយខ្ញុំជប់វាយទៅវិញប៉ុន្តែសុកអ៊ីរ៉ង់វាយទៅវិញ so it's like ញ៉ៃញ៉ៃខ្លាំងមែនតើ like សំបីថា official ហ្មងសំបីថាមេអ្នកដឹកនាំហ្មងក៏និយាយមកភ្លាវដែរអញ្ចឹងយកអាចជឿបានទាំងអស់ហើយខ្ញុំបានតែ report ថាវាភ្លាវអញ្ចឹងឯងប៉ុន្តែបើនិយាយថាពិតមែនឬមិនពិតមែនខ្ញុំអត់ដឹងសោះហ្មង so ឥឡូវរឿងហ្នឹងវាអញ្ចឹងអ្វីដែលយើងដឹងគឺ ceasefire មិន ceasefire ការវាយប្រហារនៅតែមានហើយមនុស្សនៅតែត្រូវរបួសនៅតែបាត់បង់ជីវិតអ៊ីស្រាអែលនិងអ៊ីរ៉ង់នៅតែក្តៅអញ្ចឹង so that is ចាំខ្ញុំ update ថែមទៀតបើមានអីទៀត